ជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាថ្ងៃនេះមកបង្ហាញវីដេអូ Strawberry ក្តាមឆ្នាំទៅបងប្អូនហើយនឹងវីដេអូឆ្នាំទៅឯណាបងប្អូនអ្នកគ្នាឆ្នាំនេះអត់ទាន់បានដាំទេ Strawberry ឆ្នាំនេះប្រហែលជា3 4ថ្ងៃទៀតតើខ្ញុំក៏រៀបចំដាំដែរហើយនេះគឺជាសកម្មភាពការខ្ញុំទៅលះដៃលះស្លឹក Strawberry កាឆ្នាំទៅអាហ្នឹងគឺចុងដៃឯណាបងប្អូនអ្នកគ្នាមិនមែនផ្លែដើមដៃទេចុងដៃអញ្ចឹងទៅខ្ញុំដាក់បេះហូប3មួយសេរីហើយនិយាយពី Strawberry បងប្អូនអាចុងដៃនេះវាអត់សូវផ្អែមទេវាជូរជូរអញ្ចឹងណាបើបានជ្រលក់អំបិលវិញអូយជាតិហ្មងហើយបើពេលផ្លែវិញបងប្អូនអើយផ្លែថាទុំអីទុំប្រដាក់គ្នាហ្មងឲ្យទៅចកោមផ្លែដបងបានផ្លែធំបងប្អូនអានេះសល់ចុងក្រោយអញ្ចឹងផ្លែយើងនៅទូចទេហើយខ្ញុំអត់ចង់ទុកវីដេអូនឹងចោលខំថតមកឲ្យស្ដាយក៏ទៅកាត់មកផុសចែកជូនបងប្អូនអរគ្នាមើលពីសកម្មភាពខ្ញុំបេះហូបបងប្អូនឃើញខ្ញុំហូបអញ្ចឹងមើលទៅដូចចំណងឆ្ងាញ់ណាក៏ប៉ិតអត់ទេជូរអែមទេវាអត់ផ្អែមអីខ្លាំងទេផ្លែខ្លះផ្អែមទៅផ្លែខ្លះក៏ជូរទៅហើយកន្លែងខ្ញុំឆ្នាំនឹងហើយឆ្នាំមុនអីគឺដាំ3ហៅស៊ឺរហូតហ្មងបដោះកូនខ្លួនឯងកូនខ្វាយទៅក៏ទិញគេបន្ថែមទៅបងប្អូនឃើញផ្លែអត់នេះផ្លែក្រហមល្អណាហើយបេះមកទាំងធៀងហ្មងពួកអីមកធៀងមកចកោមមានមួយព្រោះវាអស់ផ្លែនោះហើយ Strawberry នេះបើបានក្លុកជាមួយអំបិលអីអូជាតិហ្មងបងប្អូនក្លុកមួយអំបិលឆ្ងាញ់ណាស់មួយទឹកដោះគោមួយអីមិនសូវទេបានអំបិលវិញញ៉ូឲ្យឆ្ងាញ់ហ្មងពេលខ្ញុំទៅធ្វើ Strawberry នេះបងប្អូនខ្ញុំជួនកាលខ្ញុំដាក់អំបិលទៅមកកូនខប់ទូចទៅខ្ញុំបេះហូបបានខ្លះអញ្ចឹងណាដោយសារតែដាំមកផ្លែឈើនេះតើខ្ញុំគាត់អត់ហាមទេត្រូវមកហូបកូនចៅហូបខ្លួនឯងអីអត់បញ្ហាទេហូបប្រមាណហូបទៅហើយដូចផ្លែដែលខ្ញុំពងកាននេះក៏ល្អដែរហ្នឹងសុទ្ធតែផ្លែចុងដៃទាំងអស់បងប្អូនរំលងពេលខែ3ហើយហ្នឹងផ្លែហ្នឹងខែ3ខែ4ហើយផ្លែ Strawberry ដល់ខែ3ខែ4ខែ5នេះគឺវាចុះថោកមែនទែនអញ្ចឹងហូបមកសេរីហ្មងបើក្នុងអំឡុងខែ12ខែ1គឺផ្លែ Strawberry គឺពេញថ្លៃមែនទែន1គីឡូ20រៀលអីណាបងប្អូននៅកូរ៉េតែខ្ញុំអត់ដឹងថានៅខាងបងប្អូន1គីឡូប្រហែលទេតែបើកន្លែងខ្ញុំហ្មងគឺខ្ញុំដាក់រៀបដាក់ថ្លឹងផ្ទាល់ហើយផ្លែទី1ផ្លែត្បូងគឺផ្លែល្អមែនទែនហើយលក់គឺបានថ្លៃតែខ្ញុំអត់ឆាប់ដាំសោះបងប្អូនហើយឥឡូវខែ9ពាក់កណ្ដាលខែទៀតហើយគាត់អត់ទាន់រៀបចំដាំទេដូចខ្ញុំផអញ្ចឹងបងប្អូនគឺហៅស៊ឺទៅតែរៀបចំទេបើកន្លែងគេអីគេដាំហើយអស់ហើយបងប្អូនអរគ្នា Strawberry នេះពេលខែត្រជាក់ពេលយើងធ្វើកាវបេះបដានឹងត្រជាក់សាមដៃអាវសាមអីទៀតហើយផ្លែហ្នឹងពេញខែត្រជាក់គឺវាពេញផ្លែហ្មងតែពេលត្រជាក់ផងអីផងនោះពេលត្រជាក់ពេលខ្ញុំមិនសូវបានហូបទេនេះគឺខែយើងចូលរដូវផ្ការីកណាពេលខ្ញុំថតនេះការងារកន្លែងខ្ញុំពេលខែត្រជាក់មាន Strawberry មានបន្លែមានអីចឹងដែរទៅហើយខែត្រជាក់តែខ្ញុំដាំ Strawberry រាល់ឆ្នាំហើយថ្ងៃនេះខ្ញុំគ្រាន់តែបង្ហាញពីវីដេអូចាស់ដែលខ្ញុំបានថតមកខ្ញុំអត់ទាន់បានកាត់ចឹងឲ្យបងប្អូនអរគ្នាមើលចិត្តដាំទៀតហើយបងប្អូនអើយអញ្ចឹងទៅមកឃ្លៀវីដេអូចាស់អស់ចឹងខំថតមកស្ដាយហើយមើលតែមាត់អ្នកហូបនេះទៅបងប្អូនមើលហើយប្រកាសជាមើលទៅឃ្លានដែរបងប្អូននិយាយទៅគឺឆ្ងាញ់ហ្មងលេបទឹកមាត់ហ្មងនេះហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងបងប្អូនបាយបាយ